បងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់ហើយទីតាំងផលិតប្រេងម៉ាស៊ីន Hyundai Xterra នៅឯប្រទេសកូរ៉េផ្ទាល់តែម្ដងបងប្អូនអរគ្នាឃើញថាខ្សែសង្វាក់ផលិតកម្មរោងចក្រនេះគឺថាធំមែនតើលើផ្ទៃដីរហូតដល់ជាង400ហិកតាហើយសម្រាប់សមត្ថភាពនៃការផលិតប្រេងឆៅណាសម្រាប់រោងចក្រនេះផ្ទាល់គឺបានរហូតដល់16000បារ៉ែលនៅក្នុងមួយថ្ងៃឥឡូវនេះដើម្បីកុំឲ្យខាត់ពេលយូរមានតំណអារម្មណ៍បងប្អូនបន្តចូលទៅតាមដានទស្សនាវីដេអូបន្តទៀតបងប្អូនអរគ្នាឥឡូវនេះយើងមកដល់រោងចក្រផលិតប្រេងម៉ាស៊ីន Hyundai Xterra បាទនៅពេលដែលយើងមកដល់រោងចក្រផ្ទាល់បងប្អូនឃើញហើយជាមួយនឹងខ្សែសង្វាក់ផលិតកម្មពីដើមដល់ចប់នឹងគឺប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិក៏ដូចជាកម្លាំងពលកម្មអ្នកដែលគាត់មាននៅបទពិសោធន៍ក៏ដូចជាមាននៅចំណេះជំនាញពិតប្រាកដនៅក្នុងការផលិតចេញជាប្រេងម៉ាស៊ីនផ្ទាល់តែម្ដងនៅឯរោងចក្រ Hyundai Xterra នេះបើយើងគិតទៅគឺថាទំនើបកម្មតែម្ដងចាប់តាំងពីដំណាក់កាលនៃការជ្រើសរើសជាមួយនឹង raw material ឬក៏វត្ថុធាតុដើមបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹងការលាយនៅរូបមន្តឬក៏ additive ផ្សេងហើយការច្រកចេញជាកំប៉ុងក៏ដូចជាដំណាក់កាលសំខាន់ជាងគេគេហៅថា quality control ឬក៏ដំណាក់កាលនៅក្នុងការត្រួតពិនិត្យនៅគុណភាពគឺគេធ្វើឡើងយ៉ាងម៉ត់ចត់ល្អិតល្អន់តម្រូវសម្រាប់ស្តង់ដារអន្តរជាតិស្តង់ដារពិភពលោកតែម្ដងអញ្ចឹងវាមិនមែនជារឿងមួយដែលធម្មតាទេនៅពេលដែលខ្ញុំមកដល់ទីនេះបានឃើញនៅខ្សែសង្វាក់ផលិតកម្មពិតផ្ទាល់ហើយបានជួបជជែកគ្នាជាមួយនឹងអ្នកជំនាញនៅទីនេះផ្ទាល់ខ្ញុំគឺមានអារម្មណ៍កាន់តែច្បាស់កាន់តែទុកចិត្តបន្ថែមទៀតទៅលើប្រេងម៉ាស៊ីន Hyundai Xterra មិនមែនគ្រាន់តែការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធជាមួយនឹងផលិតផលស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោកដែលគេទទួលស្គាល់ទេតែវាគឺជាការវិនិយោគទៅលើបច្ចេកវិទ្យានៃការផលិតក៏ដូចជាវិនិយោគទៅលើការបង្កើតនៅស្តង់ដារត្រួតពិនិត្យគុណភាពស្តង់ដារអន្តរជាតិល្អិតល្អន់ម៉ត់ចត់ខ្លាំងមែនទែនក្រោយពីខ្ញុំបានមកទស្សនានៅរោងចក្រផ្ទាល់នេះខ្ញុំភ្លឺភ្នែកមែនទែនពីបច្ចេកវិទ្យាកូរ៉េគឺថាដើរលឿនខ្លាំងមែនទែនបងប្អូនអរគ្នាមិនត្រឹមតែប៉ុណ្្នឹងទេគឺខ្ញុំមានទំនុកចិត្តខ្ពស់នៅក្នុងការណែនាំជូនទៅកាន់បងប្អូនឲ្យធ្វើការជ្រើសរើសប្រើប្រាស់ជាមួយនឹងប្រេងម៉ាស៊ីន Hyundai Xterra ដើម្បីជាទំនុកចិត្តបន្ថែមទៀតជូនទៅកាន់បងប្អូនឲ្យសាកល្បងប្រើប្រាស់ជាមួយនឹងប្រេងម៉ាស៊ីនគុណភាពខ្ពស់ស្តង់ដារពិភពលោកតែម្ដងពីប្រទេសកូរ៉េផ្ទាល់អញ្ចឹងបងប្អូនអរគ្នាវីដេអូក៏ត្រូវបានបន្ទាបបញ្ចប់ខ្ញុំបាទក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ